សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបធ្វើចម្រៀងអំពី AI យើងចង់ធ្វើបទមិនក៏បានដែរចង់បទសែតចង់បទញាក់ចង់បទកត្រឹមបងប្អូនចង់ចេះអត់ចង់ចេះមកតាមខ្ញុំជាដំបូងយើងទៅរកកម្មវិធីបងប្អូនដែលចូលទៅក្នុង Play Store ឬមួយក៏ App Store ទៅដល់កម្មវិធី Wall Music បងប្អូនឃើញកម្មវិធីនេះអត់ហ្នឹងហើយដោនកម្មវិធីនឹងមួយមកបន្ទាប់មកយើងចុចចូលបងប្អូនចាំបន្តិចឥឡូវបងប្អូនចង់បានចំណងជើងបទអីចង់បទបុរាណបទសម័យបទកត្រឹមបទញាក់ឥឡូវខ្ញុំចង់ឲ្យបង្កើតចេញជាបទញាក់យើងបញ្ជា AI ឲ្យធ្វើបទញាក់ចាំបន្តិចណាបងប្អូនខ្ញុំនឹងសេអក្សរចូលបង្កើតចម្រៀងមួយបទហើយសេចឹងមកជាបទញាក់ញាក់ចឹងមកយើងដាក់ remix ទៀតមកឲ្យ AI ធ្វើមកវាចាប់បានចឹងណាបងប្អូនចាំមើលខ្ញុំបង្កើតឲ្យចេញជាបទញាក់តើកម្មវិធីអាចជួយបានអត់ចេញមកហើយបងប្អូនចាំបន្តិចទៅហ្នឹងហើយឲ្យវាពេញ 100% វានឹងចេញបទពីរជម្រើសឲ្យយើងរើសថាអ្នកស្រឡាញ់មួយបទណាយើងយកបទហ្នឹងទៅយើង download ទៅបើសិនយើងចេះកាត់តទៀតផុសទៅលើ channel YouTube មានន័យថាបទនេះ original ហ្មងអត់មានជាប់ពី copyright ស្អីថ្ងៃទេបងប្អូនអញ្ចឹងវីដេអូចាំមើលឥឡូវខ្ញុំសាកបទទី1តើ play នេះវាមិនដែរតោះចូលស្ដាប់ទាំងអស់គ្នាចេញបទមកហើយបងប្អូនអូខេឥឡូវយើងស្ដាប់បទទី2អត់សេវាចាំបន្តិចទៅបងប្អូនតើឲ្យបងមិនដែរបត់លយអត់បងប្អូនបើសិនជាថាបត់នឹងលយយើងចូលទៅដោនមកយើងចុចកន្លែងត្រេ3នៅខាងស្នាមដៃបន្ទាប់មកយើងជ្រើសរើសនេះ download ចុចកន្លែង download ហ្នឹងមកបន្ទាប់មកយើងចុច M4A ហ្មងតាដើម្បីឲ្យវា download ចូលទៅក្នុង music យើងណាបងប្អូនចាំបន្តិចសិនទៅវាកំពុងតែ download ឲ្យយើងហើយឥឡូវបទហ្នឹង down រួចហើយបងប្អូនអាចចូលទៅមើលក្នុងឯកសារបានអញ្ចឹងបទហ្នឹង down បានហើយបងប្អូនបទមិញបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាមានចម្ងល់ស្អី comment មកហើយឲ្យខ្ញុំធ្វើវីដេអូមួយទៀតសូម comment មកខ្ញុំនឹងប្រាប់បន្តទៀតសូមចុច subscribe ម្នាក់មួយមកហើយចុច like ផងអូខេអរគុណទាំងអស់គ្នា